ចឹងសម្រាប់វីដេអូនេះខ្ញុំបង្ហាញពាក់ព័ន្ធជាមួយនឹងការបញ្ចូលបន្ទុកអញ្ចឹងការបញ្ចូលបន្ទុកនេះយើងចូលមកទី1ណាហ្នឹងហើយកម្មវិធីទី1នេះបាទការបញ្ចូលបន្ទុកអាចមើលជារូបគំរូនេះបានហើយគេដាក់ពាក្យថាបញ្ចូលបន្ទុកណាយើងចុចចូលទៅចឹងនៅពេលដែលយើងចូលទៅវានឹងឲ្យយើងរើសតើយើងត្រូវការបញ្ចូលបន្ទុកថ្នាក់ណាមុខវិជ្ជាអីគេហើយខែណាណាយើងរើសមកអញ្ចឹងយើងរៀនបង្រៀនហ្នឹងនៅថ្នាក់ទីប៉ុន្មានទី 9A យើងរើស 9A ទៅមុខវិជ្ជាយើងបង្រៀនប្រហែលមុខវានឹងចេញប៉ុណ្ណឹងមុខទៅតាមគ្រូមួយណានេះគាត់បរៀនតែមួយមុខទេអញ្ចឹងយើងរើសតែមុខវិជ្ជាដែលយើងរៀនទៅតាមទៀតមុខវិជ្ជាហ្នឹងតើបន្ទុកហ្នឹងគឺបន្ទុកខែណាបាទអញ្ចឹងខែឧសភាយើងរើសឧសភាទៅបើខែផ្សេងយើងរើសខែផ្សេងទៅត្រង់នេះគឺវាអូតូទេពេលយើងទៅបញ្ចូលហ្នឹងគឺវារើសឲ្យអូតូណាតែបើសិនជាខុសឬក៏យើងចង់បញ្ចូលខែណាផ្សេងយើងអាចដូរណាអញ្ចឹងសម្រាប់ការរើសតែប៉ុណ្្នឹងទេថ្នាក់មុខវិជ្ជាហើយនឹងខែណាហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីយើងរើសរួចហើយអញ្ចឹងវានឹងបង្ហាញឈ្មោះសិស្សអញ្ចឹងថ្នាក់ហ្នឹងមានសិស្សប្រហែលនេះវានឹងបង្ហាញក្នុងហ្នឹងអញ្ចឹងយើងចាប់ផ្ដើមបញ្ចូលបានហើយយើងគ្រាន់តែរើសឈ្មោះសិស្សទៅអញ្ចឹងឈ្មោះសិស្សនេះគឺវានឹងរើសមកបាទសិស្សលេខរៀងទី1លើ30មានន័យថាសិស្សលេខរៀងទី1ហើយសិស្សទាំងអស់មាន30នាក់ណាអញ្ចឹងឈ្មោះកសិរីពណ៌អញ្ចឹងយើងចាប់ផ្ដើមបញ្ចូលណាអញ្ចឹងសិស្សហ្នឹងគាត់បានបន្ទុកប៉ុន្មានឧទាហរណ៍ថាលើគាត់បាន60យើងវាយ60ទៅអញ្ចឹងយើងចុចលើ keyboard នេះបានណាហ្នឹងហើយអញ្ចឹងលឿនបាទបន្ទាប់យើងចុចអញ្ចឹងហើយនេះយើងចុចបន្ទាប់បាទត្រង់នេះណាហ្នឹងហើយយើងចុចវាយបន្ទុកវាហើយយើងចុចបន្ទាប់អញ្ចឹងសិស្សបន្ទាប់ទៀតគឺឈ្មោះកេតភក្តីនេះអញ្ចឹងគាត់បានបន្ទុកប៉ុន្មានណាឧទាហរណ៍ថាឥឡូវគាត់បាន45យើងវាយ45ទៅអញ្ចឹងត្រង់នេះគឺវាបង្ហាញឲ្យ45លើ100ឃើញទេបាទអញ្ចឹងប៉ុណ្ណឹងតោះទៅយើងចុចបន្ទាប់ទៀតទៅអញ្ចឹងការបញ្ចូលនេះយើងបញ្ចូលបាននេះរហូតដល់ចប់ណារហូតដល់អស់សិស្សតែម្ដង30លើ30អស់តែម្ដងប៉ុណ្ណឹងគឺរៀបរយហើយអញ្ចឹងណាហ្នឹងហើយបើសិនយើងគិតថាបញ្ចូលមុននឹងខុសយើងអាចថយក្រោយមកវិញបានអញ្ចឹងណាអញ្ចឹងត្រង់នេះថយក្រោយបាទត្រង់នេះថយក្រោយសញ្ញាថយក្រោយណាអញ្ចឹងយើងចង់ថយសិស្សយើងថយមកវិញបានកេតភក្តីឬក៏យើងចង់ថយមកកសិរីពណ៌យើងថយមកវិញបានឬក៏យើងចង់ទៅមុខវិញយើងទៅមុខវិញបានអញ្ចឹងណាអញ្ចឹងតែប៉ុណ្្នឹងទេសម្រាប់ការបញ្ចូលបន្ទុកបញ្ចូលរួចរាល់ហើយយើងថយមកក្រោយមកបាទអញ្ចឹងកន្លែងថយក្រោយនេះត្រង់នេះណាហ្នឹងហើយយើងថយក្រោយបានបាទអញ្ចឹងប៉ុណ្ណឹងគឺរៀបរយហើយសម្រាប់ការបញ្ចូលបន្ទុកណា